ภูมิชมชมมอมผ่านอายุ68 ឆ្នាំខ្ញុំនៅភូមិជាទាកងឃុំចុងសានស្រុកចុងសានខេត្តព្រះវិហារហើយខ្ញុំជាពួកជំនុំនៅជាពួកជំនុំព្រះយេស៊ូវស្រឡាញ់ខ្ញុំនៅភូមិជាទាកងនេះឯងលោកគ្រូមុនជឿព្រះយេស៊ូវគឺជីវិតខ្ញុំគឺមានការលំបាកគ្រប់បែបគ្រប់យ៉ាងប្តីធ្វើបាបហើយមានការខ្វះខាតសពគ្រប់ខ្ញុំជឿព្រះយេស៊ូវដោយសារលោកគ្រូគាត់ចូលមកដើម្បីផ្សាយដំណឹងល្អខ្ញុំហើយមានខត្តប័ណ្ណមួយគាត់និយាយពន្យល់ខ្ញុំបន្តិចពីការសង្គ្រោះរបស់ព្រះពេលនោះហើយខ្ញុំក៏នឹកឃើញថាខ្ញុំធ្វើអំពើអាក្រក់គ្រប់បែបគ្រប់យ៉ាងខ្ញុំដឹងថាខ្ញុំមិនជាមនុស្សមានបាបប៉ុន្តែនៅពេលនោះលោកគ្រូក៏កាត់អោយខត្តប័ណ្ណមកខ្ញុំក៏និយាយទៅលោកគ្រូវិញថាខ្ញុំមិនទាន់ជឿទេលោកគ្រូខ្ញុំមើលខត្តប័ណ្ណសិនធ្វើការក្នុងជីវិតដែលអ៊ំហើយខ្ញុំក៏ចាប់ផ្ដើមមើលខត្តប័ណ្ណនោះទៅក៏ប្រហែលរយៈកន្លះខែដែរបានជឿបានចូលថ្វាយខ្លួនជីវិតខ្ញុំពេលខ្ញុំជឿព្រះយេស៊ូវហើយក៏ខ្ញុំធ្វើពិធីជាមួយទឹកហើយជីវិតខ្ញុំក៏បានផ្លាស់ប្រែគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំគឺថាពីដើមខ្ញុំធ្លាប់ធ្វើអាក្រក់ប្តីជេរទៅវិញបងប្អូនអ្នកចិត្តខាងឆ្លោះជេរទៅវិញជេរទៅមកហ្នឹងគឺថាមហាពិឆ្នាស់គ្មាននេះទេដល់ពេលខ្ញុំជឿព្រះអង្គមើលព្រះបន្ទូលតាមរយៈការធ្វើពិធីជាមួយទឹកនឹងគឺថាព្រះអង្គបានបំផ្លាស់បំប្រែខ្ញុំគ្រប់យ៉ាងតាំងពីការអាក្រក់ដែលធ្លាប់ប្រព្រឹត្តនឹងក៏ព្រះអង្គឲ្យខ្ញុំឈប់ប្រព្រឹត្តបើគ្មានព្រះទេខ្ញុំថាខ្ញុំធ្វើអ្វីមិនកើតទេប៉ុន្តែខ្ញុំជឿថាខ្ញុំមានព្រះអង្គគង់ជាមួយហើយបំផ្លាស់បំប្រែចិត្តខ្ញុំបានខ្ញុំធ្វើការនេះបាន